ចេញមកនិយាយអំពីជនជាតិខ្មែរយើងដែលកាន់ប៉ាសពតបរទេសដែលសារពុកម៉ែបងប្អូនមួយចំនួនគឺគាត់បានដឹងទេអ្នកខ្លះគាត់ដូចថាទៅមិនបានប៉ាសពតបរទេសអញ្ចឹងទៅគាត់អត់បានដឹងថាតើប៉ាសពតបរទេសហ្នឹងនៅពេលដែលយើងចូលប្រទេសខ្មែរធ្វើវីសាមិនអីមិនអញ្ចឹងណាគឺថ្ងៃនេះខ្ញុំមកជម្រាបជូនពុកម៉ែបងប្អូនយើងឲ្យបានដឹងព្រោះអីបទពិសោធន៍ខ្ញុំផ្ទាល់ខ្លួនអញ្ចឹងណាជំរាបសួរពុកម៉ែបងប្អូនមកជួយជាមួយខ្ញុំទៀតហើយដែលសារតែខ្ញុំធ្វើវីដេអូនេះឡើងគឺពេលដែលខ្ញុំទៅស្រុកខ្មែរជើងហ្នឹងណាគឺនៅលើយន្តហោះខ្ញុំបំពេញបែបបទដែលថាយើងដែលថាចូលប្រទេសមានអីរាយការណ៍មានអីអញ្ចឹងណាតែពេលហើយអ៊ំហើយពូមីងគាត់នៅក្បែរហ្នឹងគាត់មកពីខាងអាមេរិកហើយតែពេលអញ្ចឹងទៅគាត់កាន់ប៉ាសពតបរទេសគាត់ទៅតានិយាយទៅគាត់ទៅមិនបានប៉ាសពតបរទេសអញ្ចឹងណាគាត់កាន់ប៉ាសពតបរទេសហើយគាត់អត់ដឹងគាត់ប៉ាសពតអាមេរិកគាត់ហ្នឹងគាត់អត់ដឹងថាតើចូលស្រុកខ្មែរមិនគាត់សួរខ្ញុំថាចូលមិនទៅយើងធ្វើវីសាមិនអីអញ្ចឹងណាតែពេលអញ្ចឹងទៅគាត់ក៏ឲ្យខ្ញុំជួយបំពេញសំណុំរឿងបែបបទឲ្យគាត់ដែលថាយើងមានអីវ៉ាន់អីត្រូវរាយការណ៍មានចំនួនទឹកលុយអីម៉ានអញ្ចឹងយើងជួយបំពេញឲ្យគាត់អញ្ចឹងទៅហើយប៉ាសពតបរទេសដោយពួកខ្ញុំអញ្ចឹងគឺកាន់ប៉ាសពតបរទេសទាំង3នាក់ហើយនិយាយរួមគឺពួកខ្ញុំមិនមែនទៅតែកាន់ទេកាន់យូរហើយណាមួយទៀតក៏ដូរប៉ាសពតមកខ្ញុំដូរ2ដងហើយពួក2ដងហើយបើកូនខ្ញុំដូច3ដងអីហីព្រោះអីប៉ាសពតកូនខ្ញុំគឺគាត់បានតែ5ឆ្នាំទេព្រោះអីគាត់នៅកូនក្មេងឡើយពុកម៉ែបងប្អូនគាត់នៅកូនក្មេងគឺប៉ាសពតគាត់គឺធ្វើឲ្យបានតែ5ឆ្នាំទេតែសម្រាប់មនុស្សធំយើងគឺធ្វើបាន10ឆ្នាំអញ្ចឹងណាហើយអញ្ចឹងទៅតែយើងអាចរើសបានយើងចង់ធ្វើ5ឆ្នាំក៏បាន10ឆ្នាំក៏បានដែរសម្រាប់មនុស្សធំយើងតែភាគច្រើនគឺយើងធ្វើ10ឆ្នាំឯងដោយសារ10ឆ្នាំពេលវេលាវែងហើយតម្លៃធូរថ្លៃទៀតបើយើងធ្វើ5ឆ្នាំតម្លៃរៀងថ្លៃដែរវាមិនថ្លៃជាង10ឆ្នាំទេតែបើយើងបូកចូលគ្នាបើយើងធ្វើ5ឆ្នាំច្បាស់ជាថ្លៃជាងហើយយើងបូកចូលគ្នាទៅលុយវាកើនច្រើនអញ្ចឹងណាពុកម៉ែបងប្អូនម្ល៉េះហើយភាគច្រើនគឺយើងយក10ឆ្នាំហើយនៅពេលដែលយើងចូលប្រទេសខ្មែរពីមុនឡើយយើងយកចូលប្រទេសខ្មែរយើងធ្វើវីសាវាយចូលប្រទេសខ្មែរហ្នឹងដែលថាយើងកាន់ប៉ាសពតបរទេសពុកម៉ែបងប្អូនម្ល៉េះហើយយើងធ្វើវីសាវាយចូលប្រទេសខ្មែរទៅគឺគាត់យកតម្លៃទៅតាមដូចថា business គាត់យកផ្សេងអញ្ចឹងណាហើយអ្នកធម្មតាគឺគាត់យកផ្សឹងអញ្ចឹងទៅយើងមិនមែនអ្នក business គាត់យកតម្លៃផ្សេងដូចខ្ញុំចាំបានដូច business $30អ្នកធម្មតាដូចយើងប្រជាជនធម្មតាដូចយើងអញ្ចឹងគឺ$25បើតាមខ្ញុំចាំបានណាយូរឆ្នាំមកហើយតែពេលប្រហែលឆ្នាំចុងក្រោយនេះនៅពេលដែលពុកម៉ែបងប្អូនយើងកាន់ប៉ាសពតបរទេសយើងចង់ចូលទៅស្រុកខ្មែរគឺគាត់ freeគាត់អត់យកលុយយើងទេនៅពេលដែលយើងចុះយន្តហោះមកគឺត្រង់តែម្ដងនៅចំពីមុខយើងតែម្ដងអាកន្លែងគាត់ធ្វើវីសាហ្នឹងហើយក៏មានអ្នកធ្វើការនៅខាងក្នុងហ្នឹងពូក៏មកសួរយើងដែរគាត់ឃើញប៉ាសពតបរទេសយើងទៅយើងនិយាយខ្មែរទៅយើងថាយើងជាជនជាតិខ្មែរម្ល៉េះហើយគាត់ទៅវាយប៉ាសពតយើងជាជនជាតិខ្មែរហ្នឹងណាដូចឧទាហរណ៍ថាប៉ាសពតយើងដាច់គឺដាច់2027អញ្ចឹងហើយអាកន្លែងវីសាគាត់គឺគាត់វាយឲ្យយើងដាច់ដូចប៉ាសពតយើងដាច់អញ្ចឹងម្ល៉េះហើយអាកន្លែងវីសានេះគឺគាត់វាយថាដាច់2027អញ្ចឹងទៅហើយយើងអាចចេញចូលសេរីបានយើងអត់ចាំបាច់បង់លុយអត់ចាំបាច់អីទេព្រោះអីហើយក៏អត់ចាំបាច់ធ្វើវីសាទៀតដែរព្រោះអីប៉ាសពតយើងដាច់ថ្ងៃណាគឺគាត់វាយអាកណ្ដាស់វីសាចូលប្រទេសខ្មែរឲ្យយើងដាច់ថ្ងៃនឹងដូចគ្នាហើយអត់ចាំបាច់អស់លុយ1យ៉េនពុះជា4ទេពុកម៉ែបងប្អូនយើងគ្រាន់តែចុះទៅបុគ្គលិកគាត់សួរយើងហើយពូដែលគាត់ធ្វើការនៅក្នុងពលានយន្តហោះហ្នឹងគឺគាត់មកសួរយើងហើយថាដូចថាគាត់ឃើញយើងកាន់ប៉ាសពតបរទេសគាត់ថាយើងត្រូវការធ្វើវីសាអីអញ្ចឹងគាត់សួរជាភាសាអង់គ្លេសមកកាន់យើងហើយបើយើងខ្មែរយើងនិយាយប្រាប់គាត់ទៅថាយើងជនជាតិខ្មែរអញ្ចឹងទៅគាត់ក៏វាយប៉ាសវីសាឲ្យយើងដូចខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនមើលអញ្ចឹងគឺហើយគាត់អត់បានយកលុយយើងទេព្រោះអីសម្រាប់ជនជាតិខ្មែរយើងដែលកាន់ប៉ាសពតបរទេសក៏គាត់ free visa ឲ្យពីមុនគាត់យកលុយអញ្ចឹងណាប្រហែលឆ្នាំមុនយូរហើយតែប្រហែលឆ្នាំក្រោយហ្នឹងមកតាំងពីប្តីខ្ញុំមួយកូនខ្ញុំអីដូរប៉ាសពតថ្មីមកគឺពេលដែលពួកខ្ញុំចូលប្រទេសគឺខ្ញុំវាយវីសាគឺអត់អស់លុយទេឆ្នាំមុនកូនខ្ញុំដូរឆ្នាំនេះប្តីខ្ញុំដូរអញ្ចឹងណា
គឺឆ្នាំនេះខ្ញុំចូលស្រុកខ្មែរប្តីខ្ញុំក៏ដូរ passport ថ្មីដូចគ្នាម្ល៉េះហើយចូលទៅគឺគាត់អត់យកលុយយើងទេ free សម្រាប់ជនជាតិខ្មែរយើងហើយគាត់វាយឲ្យយើងចង់ចេញចង់ចូលហ្មងក៏បានដែរវាយតអត់ដាច់ passport យើង10ឆ្នាំហ្នឹងអញ្ចឹងណាហើយវាថាធម្មតាបើយើងមានទឹកចិត្តយើងជូនគាត់បន្តិចបន្តួចទៅតាមសទ្ធារបស់យើងអញ្ចឹងទៅតែបើយើងក៏អត់ជូនគាត់ក៏អត់ទាយើងណាពលានយន្តហោះខ្មែរយើងឥឡូវគឺស្រួលណាស់ម្ល៉េះហើយពុកម៉ែបងប្អូនអត់ចាំបាច់ធ្វើវីសាពីស្រុកក្រៅទៅក៏បានដែរព្រោះអីយើងជនជាតិខ្មែរដល់ស្រុកខ្មែរយើងធ្វើភ្លាមបានណាហើយយើងអត់ចាំបាច់តែសេក៏ដែរហើយអញច្រើនទេទៅដល់គាត់រៀបឲ្យយើងឡើងមកស្អាតតែម្ដងពុកម៉ែបងប្អូនអត់យកលុយទៀតគឺល្អមែនទែនត្រង់ហ្នឹងព្រោះអីប្តីខ្ញុំឆ្នាំហ្នឹងធ្វើឆ្នាំមុនកូនខ្ញុំធ្វើដែរគឺអត់អស់លុយមួយយ៉ាងទេប៉ុន្តែគាត់ថាទឹកចិត្តយើងដូចខ្ញុំជម្រាបយើងទឹកចិត្តយើងជូនគាត់ហ្មងជូនទៅតែបើយើងអត់ជូនគាត់ក៏អត់ទាយើងដែរអាហ្នឹងបទពិសោធន៍ដែលខ្ញុំជួបតខ្លួនឯងតែម្ដងបើសិនជាគាត់ទាគឺខ្ញុំប្រាប់ថាទាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាពុកម៉ែបងប្អូនទៅតែបានប៉ាសពតបរទេសហើយយើងជាជនជាតិខ្មែរអត់ដឹងថាធ្វើវីសាមិនអស់បារម្ភហើយយើងទៅស្រុកខ្មែរទៅគាត់តែចុះពីលើយន្តហោះទៅទល់មុខយើងតែម្ដងពុកម៉ែបងប្អូននៅចំពីមុខយើងតែម្ដងតែស្គាល់ថាវីសាប៉ុណ្ណានៃហើយក៏មានអ្នកធ្វើការនៅក្នុងហ្នឹងគាត់មកសួរយើងដែរពូហើយអញ្ចឹងទៅយើងប្រាប់គាត់ទៅយើងខ្មែរមិនបាច់ទៅសេកដាស់អីច្រើនទេហើយបើថាយើងខ្លាចយើងយករូបថតធ្វើប៉ាសពតមួយទៅជាមួយទៅអញ្ចឹងណាតែអត់ចាំបាច់ក៏បានដែរហើយកដាស់អត់ចាំបាច់ទៅសេពេញញ៉ៃក៏បានដែរទៅដល់គាត់ពេញឲ្យយើងអ៊ុយស្រួលមែនតើគឺថាស្រួលខ្លាំងតែម្ដងខ្ញុំជួបផ្ទាល់ខ្លួនឯង2ដងហើយកូនខ្ញុំមួយប្តីខ្ញុំមួយអញ្ចឹងណាព្រោះអីផងខ្ញុំធ្វើយើងយូរដែរចិត្តផុតដែរគឺអត់ត្រូវការធ្វើអីទេប៉ាសពតផងខ្ញុំអញ្ចឹងណាម្ល៉េះហើយប៉ាសពតកូនខ្ញុំនិងប្តីខ្ញុំតែ2ឆ្នាំជាប់គ្នានិយាយទៅនេះជាបទពិសោធន៍2ឆ្នាំជាប់គ្នាប៉ុន្តែនិយាយទៅខ្ញុំអត់មានចំណាប់អារម្មណ៍ថាធ្វើវីដេអូហ្នឹងទេដោយសារខ្ញុំទៅជើងហ្នឹងទៅខ្ញុំប៉ះលើអ៊ំតែគាត់ទើបតែបានប៉ាសពតបរទេសហើយគាត់មកពីអាមេរិកហើយគាត់អត់ចេះទៅគាត់ឃើញខ្ញុំកាន់ប៉ាសពតបរទេសដែរហើយខ្ញុំឃើញខ្ញុំទៅសេកដាស់ពេញគាត់ស្មានតែខ្ញុំសេពេញវីសាសេអីអញ្ចឹងតែគាត់សួរបានខ្ញុំនឹកឃើញចាប់អារម្មណ៍ថាធ្វើវីដេអូនឹងចេញមកទៅគាត់ឃើញដូរមានប្រយោជន៍ដល់ពុកម៉ែបងប្អូនដទៃទៀតដែលគាត់អត់ទាន់បានដឹងអញ្ចឹងណាអញ្ចឹងវីដេអូខ្ញុំក៏ដល់នាទីបញ្ចប់ដែរគឺអត់មានអីច្រើនទេក៏សូមអរគុណពុកម៉ែបងប្អូនធំចាំជួបគ្នាទៀតនៅវីដេអូវគ្គក្រោយអរគុណច្រើនជម្រាបលា